យើងនឹងខ្វេះភ្នែកនាងឲ្យដូចជាកម្មនាងទាំង12ម្ដាយនឹងអ៊ំស្រីរបស់រិទ្ធសែនដែរចូលទទួលយកការឈឺចាប់នេះចោះឈឺណាស់ឈឺណាស់នេះក៏អូនណាអូនគឺជាព្រះមហេសីរបស់ទ្រង់នោះអីកុហកទេពួកគេជីតូចមកបន្លំទេចាំមើលណាព្រះអង្គឆ្លៀតឱកាសល្អរបស់ត្រីនាងបិសាចត្រីក៏បានសុតអាគមខ្មៅអ្វីក៏មិនដឹងដាក់ព្រះមហេសីហើយទ្រង់បានព្រះធីតាទេក៏បានប្រែជាសត្វតូចពិតមែនរៀងមុនខ្មៅអ្នកម្នាងច្រណែនកាលពីព្រេងនេះមានព្រះរាជាដ៏ពូកែមួយព្រះអង្គសោយរាជ្យនៅនគររាជបុរីទ្រង់ពូកែអង្គអាចណាស់និងមានព្រះមហេសីដ៏ស្រស់លើគេផងដែរនៅក្នុងរាជវាំងព្រះមហេសីអូនតតចុះផ្កាទូកនោះស្អាតណាស់អូនចង់បានទេចាំបងបេះជូនណាព្រះពរពិតជាស្អាតណាស់ព្រះអង្គតែទ្រង់កុំបេះអីណានាំទៅសើមនឹងមួយដើមឈូកទេដើម្បីព្រះមហេសីជាទីសព្វតីនៃយើងត្រឹមសើមទឹកប៉ុណ្ណឹងមានអីអស្ចារ្យនោះអូនចាំបន្តិចណាព្រះពរម្ចាស់ប្រយ័ត្នផងព្រះពរក្នុងពេលនោះដែរត្រីមួយក្បាលដែលមានអាយុរាប់រយឆ្នាំកាត់ពីការតាំងសិលក៏បានឃើញព្រះរាជាពីក្នុងទឹកមកត្រីញញឹមនិងបានលាន់មាត់ថែព្រះអើយមិនដែលឃើញសោះថាព្រះរាជាសង្ហាដល់ម្លឹងខ្ញុំពិតជាស្រឡាញ់ទ្រង់ហើយអូយឈប់សិនទ្រង់ធ្លាប់ជាគូស្នេហ៍នឹងយើងកាលពីអតីតជាតិតើនាងត្រីបិសាចកាន់តែមានអារម្មណ៍ថាស្រឡាញ់ខ្លាំងឡើងព្រមទាំងហាក់មាននិស្ស័យជាពន់ពេកហេតុនេះនាងកាត់ក្តីប៉ុនប៉ងចង់បានព្រះអង្គនិងបាននិយាយថាសូមព្រះអង្គចោះទឹកមកខ្ញុំម្ចាស់នឹងនាំទ្រង់ទៅទីអាស្រ័យនៃខ្ញុំម្ចាស់ណាចោះមកបណ្ដូលចិត្តអូនអើយមិនដោយការរំពឹងបិសាចត្រីទេព្រោះព្រះរាជាបានឡើងលើគោកវិញហើយក៏ព្រោះតែព្រះមហេសីមានអាការៈខ្យល់គោនោះអីព្រះមហេសីអូនតានឡើងមកយើងបារម្ភណាស់ព្រះរាជាភ័យណាស់ទ្រង់បានបីព្រះមហេសីទៅកាន់ព្រះរាជដំណាក់ហើយរាជពេទ្យក៏បានពិនិត្យឃើញថាព្រះមហេសីមានព្រះក3ខែមកហើយនៅក្នុងដំណាក់ព្រះមហេសីព្រះមហេសីបងពិតជារំភើបប្រទៃណាស់ទីបំផុតអូនមានបត់ឲ្យយើងហើយព្រះពរខ្ញុំម្ចាស់ក៏ពិតជារំភើបប្រទៃដែរត្រូវឲ្យអូនសម្រាកសិនទៅណាចាំយើងឲ្យរាជពេទ្យផ្សំថ្នាំល្អឲ្យអូនព្រះពរសូមអរព្រគុណណាស់ព្រះអង្គព្រះរាជាតាំងពីព្រះមហេសីមានព្រះកមកទ្រង់មិនដែលចេញទៅណាឆ្ងាយចោលព្រះមហេសីឡើយចននាងត្រីដែលតែងតែរងចាំវិញនោះហេតុអីក៏ព្រះអង្គមិនជីងមកអញ្ចឹងមិនដឹងថាខ្ញុំម្ចាស់លួចនឹកទេមែនទេពេលនេះតើធ្វើបែបណាទៅណោះនាងបិសាចត្រីពាន់ឆ្នាំបានហែលទៅហែលមកមួយសន្ទុះលុះក្រោយមកនាងក៏បាននឹកឃើញថាយើងដឹងហើយមានតែប្រែជាមនុស្សនឹងដាក់ស្នេហ៍ត្រង់ទេមើលទៅនោះពេលបែបនេះហើយនាងបិសាចក៏បានប្រែជាមនុស្សដ៏ស្អាតឬក៏បានយកទឹកមុនស្នេហ៍មួយពេញដើម្បីថ្វាយដល់ព្រះរាជាតែម្ដងនៅមុខដំណាក់ព្រះរាជាស្អាតប៉ុណ្ណឹងហើយមិនជឿថាទ្រង់មិនសពប្រតិនោះទេអើយព្រះអើយយើងពិតជារំភើបណាស់រៀបប្រក្រៀបពីរៀបចំរបៀបរៀបរយហើយនោះនាងត្រីក៏បានដើរមួយកាច់រៀងម្ញាក់ម្ញក់សម្ដៅចូលដំណាក់ព្រះរាជាក្នុងគ្រានោះតែម្ដងទៅថ្វាយបង្គំព្រះអង្គខ្ញុំម្ចាស់យកទឹកអមฤតយ៉ាងត្រជាក់មកថ្វាយទ្រង់ណាព្រះពរម្ចាស់តើនាងចេនណាមិនក៏យើងមិនដាឃើញអញ្ចឹងគឺខ្ញុំម្ចាស់ជាស្នំដំណាក់ក្រោយខ្ញុំម្ចាស់មកតាមបញ្ជាយកទឹកនេះថ្វាយទ្រង់ណាព្រះពរល្អហើយទុកនៅត្រង់នោះចុះណាបន្តិចទៀតចាំយើងសោយតើទ្រង់មិនសោយឥឡូវទេមែនទេអត់ទេព្រោះយើងត្រូវមើលព្រះមហេសីសិននាងទៅវិញចុះតែព្រះអង្គខ្ញុំម្ចាស់ខំយកមកទាំងទឹកចិត្តដ៏ស្មោះត្រង់នៃខ្ញុំម្ចាស់ណាសូម្បីតែបញ្ជាយើងក៏ស្នំមិនស្ដាប់តាមដែរមែនទេព្រះពរព្រះអង្គខ្ញុំម្ចាស់សូមថ្វាយបង្គំលាព្រះពរថ្ងៃនោះនាងបិសាចត្រីក៏ស្រាប់តែកើតក្តីកំហឹងនិងបានគិតថាតាមពិតទៅព្រះអង្គពិតជាសពប្រតិនឹងព្រះមហេសីណាស់យើងស្អាតយ៉ាងនេះទ្រង់មិនយកព្រះនេតមើលទៀត
តើធ្វើមិនទៅទៅត្រង់ប្រងផឹកទឹកនេះទៅណោះនាងបិសាចពិតជាអន្តេសានណាស់តែព្រះរាជាយ៉ាងណាក៏មិនព្រមសោយឡើយតើនាងត្រីត្រូវធ្វើបែបណាបន្តនោះដំបូងយើងមានតែទៅវិញសិនទេបន្ទាប់ពីនោះចាំមើលចោះយើងនឹងមកម្ដងទៀតយ៉ាងណាទ្រង់ក៏មិនអាចគេចរួចពីយើងបានដែរវេលាចេះតែកន្លងទៅទីបំផុតព្រះមហេសីក៏ប្រសូតបានបុត្រីដ៏ស្រស់ស្អាតមួយអង្គហើយព្រះរាជាក៏ពិតជាមានសេចក្តីសុខធ្វើឡើង12ឆ្នាំក្រោយមកនៅចេតមត់ទៅព្រះធីតាមានវ័យ12ឆ្នាំហើយខកពេលអស់ពិតជាគួរឲ្យខឹងណាស់ពួកគេហេតុអីក៏មានក្តីសុខបែបនេះមិនបានទេយើងមិនសុខចិត្តទេត្រីម្ដងនេះមិនសុខចិត្តទេនាងច្រណែននឹងក្តីសុខព្រះមហេសីណាស់ហេតុនេះក៏ប្រែរូបមកជាស្នំម្ដងទៀតហើយក៏បានយកអ្វីម្យ៉ាងទៅជាមួយផងដែរព្រះអង្គព្រះមហេសីព្រះធីតាខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះពរគឺជានាងទេតើនាងមកមានការអីខ្ញុំម្ចាស់ជ្រាបថាទ្រង់កំពុងតែមិនស្រួលប្រទេហេតុនេះខ្ញុំសង្ឃឹមថាទ្រង់នឹងមិនប្រកែកទេណាព្រះពរស្នំពិតជាយកចិត្តទុកដាក់នឹងយើងណាស់ណោះខ្ញុំម្ចាស់មកតាមបញ្ជាទេព្រះអង្គហើយក៏មានចំណែកព្រះមហេសីនិងព្រះធីតាតូចផងដែរព្រះមេដាបាត់កំពុងតែស្រែកទឹកផងណាព្រះពរមកយើងក៏ស្រែកដែរយើងសុំផងណាព្រះមេដាព្រះពរខ្ញុំម្ចាស់គឺមានត្រៀមថ្វាយទ្រង់ដូចគ្នាក្នុងគ្រានោះដែរគ្រាន់តែព្រះរាជាសោយភ្លាមហើយនោះទ្រង់ក៏ស្រាប់តែចោលភ្នែកក្រឡេកចេញពីនាងត្រីមិនបានឡើយនាងស្អាតណាស់នាងគួរតែឡើងជាអ្នកម្នាងមកយើងប្រទានតំណែងជាអ្នកម្នាងទី1ដល់នាងចុះជាការពិតទេអើយខ្ញុំម្ចាស់ពិតជារីករាយណាស់តែកំតន់អីព្រះពរទ្រង់សម្លាប់ពួកគេសិនទៅថាម៉េចនាងនិយាយអីហ្នឹងបាត់មាត់ទៅព្រះអង្គពួកគេជាសត្វតូចទេថាម៉េចនេះអូននិយាយនេះជាការពិតទេបើអញ្ចឹងមានន័យថាយើងចាញ់បោកពួកតូចទាំងពីរក្បាលនេះមកបន្លំប្រកាយនៅចិត្តយើងមែនទេព្រះអង្គមិនក៏ទ្រង់ពោលបែបនេះនេះគឺអូនណាអូនគឺជាព្រះមហេសីរបស់ទ្រង់នោះអីកុហកទេពួកគេជាតូចមកបន្លំទេចាំមើលណាព្រះអង្គឆ្លៀតឱកាសល្អរបស់ត្រីនាងបិសាចត្រីក៏បានសូត្រអាគមថ្មីអ្វីក៏មិនដឹងដាក់ព្រះមហេសីហើយទ្រង់និងព្រះធីតាតូចក៏បានប្រែជាសត្វតូចពិតមែនព្រះអើយពិតជាសត្វតូចមែនយើងមិនគួរយកសត្វតូចមកនៅចិត្តបកាយយើងអញ្ចឹងសោះព្រះបិតាបុតខ្លាចណាស់ហេតុអីក៏បុតប្រែជាបែបនេះទៅវិញនោះព្រះអង្គជួយពួកខ្ញុំម្ចាស់ផងពួកយើងមកជាប់អាគមគេហើយអត់ទេអ្នកម្នាងឲ្យគេសម្លាប់តូចកុហកនេះចោលទៅព្រះពរទុកព្រះតីលើខ្ញុំម្ចាស់ចោះណែតូចទាំងពីរក្បាលមកតាមយើងមកណាឆាប់ឡើងថ្ងៃនោះនាងត្រីបិសាចក៏បានយកព្រះមហេសីនិងព្រះធីតាដែលបានក្លាយទៅជាតូចទៅដល់កន្លែងមួយនៅក្នុងរូងភ្នំកុំស្មានថាយើងឲ្យពួកឯងងាប់ងាយនោះយើងនឹងធ្វើឲ្យពួកឯងរស់នៅដូចជាស្លាប់អញ្ចឹងដែរតើពួកយើងមានគំនុំអ្វីនឹងគ្នានោះមិនក៏នាងធ្វើបែបនេះប្រាប់ក៏នាងមិនដឹងដែរវាគឺជាគំនុំស្នេហាការពារអតីតជាតិបានហើយយើងនឹងធ្វើឲ្យពួកឯងវេទនាជាទីបំផុតតើនាងចង់ធ្វើអីទៅគឺខ្វេះភ្នែកនោះអីនាងបិសាចពិតជាខឹងណាស់កាលពីអតីតជាតិព្រះមហេសីធ្លាប់សម្លាប់ត្រីហើយក៏បានដោតភ្នែកត្រីផងដែរហេតុនេះនាងត្រីក៏ធ្វើវិញដូចគ្នាយើងនឹងខ្វេះភ្នែកនាងឲ្យដូចជាកម្មនាងទាំង12ម្ដាយនិងអ៊ំស្រីរបស់រតសែនដែរចូលទទួលយកការឈឺចាប់នេះចោះកុំអីឈឺណាស់ឈឺណាស់ព្រះមេដានាងឈប់ទៅខ្វេះភ្នែកខ្ញុំវិញចោះបាត់ហើយព្រះនាងក៏ដូចគ្នាដែរតែយើងទុកព្រះនេតមកខាងដល់ទ្រង់នឹងជួបរឿងដូចនាងពៅអញ្ចឹងដែរឈប់ទៅឈឺណាស់
ឆេកណាបុត្រីនៅឯណាទៅបុត្រីចាំមកទៅឲ្យបត់មេដាបុតឈឺផ្សាន់ណាឈឺណាបុត្រីបុតកុំខ្លាចអីណាបត់ចូលរស់នៅរងវេទនានៅទីនេះចោះហើយពួកឯងនឹងឃ្លានរហូតដល់ស្លាប់តែម្ដងព្រោះពួកឯងមិនអាចចេញពីរូងភ្នំនេះបានទេធ្វើទារុណកម្មលើទ្រង់ទាំងពីរហើយនាងបិសាចក៏បានបិទរូងភ្នំនិងបានចាក់ចេញបាត់ទៅព្រះមេដាទ្រង់ឈឺដែរទេមេដាមិនឈឺទេបត់កុំចំអីណាមេដាតើពួកជើងនឹងរស់នៅដោយក្តីវេទនាបែបនេះរហូតមែនទេចំណែកប្រាប់បិតាវិញនោះនឹងមកជួយពួកយើងដែរទេមេដាក៏មិនដឹងដែរបត់ព្រោះបិតាបត់ពេលនេះកំពុងតែត្រូវមន្តអាគមរបស់គេហើយណាមេដាបត់អាចមើលឃើញដែរបើដូច្នេះនោះបត់នឹងព្យាយាមជួយមេដានិងប្រាប់បិតាចាបត់នៅតូចណាស់មេដាពិតជាមិនចង់ឃើញបត់ចេញទៅក្រៅម្នាក់ឯងទេណាមិនអីទេមេដាបត់នឹងមិនទៅឆ្ងាយពីព្រះមេដានោះឡើយពេលវេលាចេះតែកន្លងផុតទៅម្ដងបន្តិចព្រះធីតាក៏បានសម្របខ្លួនក្នុងនាមជាសត្វតូចដែលមានព្រះនេត្រតែម្ខាងជួនកាលក៏លបចូលរាជវាំងដើម្បីដឹងពីសុខទុក្ខព្រះអង្គព្រម